Ok, lợi nhầm một thưa ca unboxing từ lướiประเภท helicopter សេរីថ្មី2026ទៅតែចូល stock មកសិលមិញទេម្ដងហាង SOC គឺយើងធ្វើការreview តែម្ដងប្រដៅនេះគឺមានឈ្មោះថា 4D M6 ដែលជាផលិតផលរបស់ក្រុមហ៊ុន 4D RC ដែលដំណើរការលក់ផលិតផលផ្សេងគឺជាង10ឆ្នាំឥឡូវគាត់បានចេញ model នេះគឺចេញមករូបរាងតាក់ទាញតម្លៃសមរម្យហើយតាក់ទងនៅក្នុងប្រអប់នេះយើងទទួលបានខ្សែសារមួយបាទស្លាបសកួរចំនួន2ឈុតបាទខ្សែប្រភេទពួកគេហៅស្លាបមួយទៀតស្លាបផ្ទុយខាងក្រោយណាស្លាបផ្ទុយខាងក្រោយនឹងទុលល្វីហើយមួយទៀតគ្រាប់ joystick ចំនួន2អូខេអញ្ចឹងយើងទៅមើលតាក់ទងនឹងការបើកតាក់ទងនឹង helicopter នេះតែម្ដងអញ្ចឹង helicopter នេះគឺប្រភេទថ្មដែលសាកណាហើយថ្មគឺយកមកសាកនឹងខាងក្រៅមិនសាកចំមួយ helicopter ទេអញ្ចឹងពេលដល់ការលេងបន្តទៀតលេងបានតែប្រភេទពួកនេះគឺលេងបានណាដោយសារថ្មវានៅខាងក្រៅស្រាប់យើងអាចដោតចូលនៅខាងក្រៅណាបើយើងមានថ្មមួយគ្រាប់ទៀតយើងអាចដោះដូរគ្នានៅពេលដែលលេងអស់ថ្មមួយណាយើងយកថ្មថ្មីយកមកដាក់បង្ហោះបានទៀតហើយលក្ខណៈពិសេសរបស់ helicopter នេះគឺមាន sensor ការពារបុកដែលចាប់ឧបសគ្គបានល្អហើយមួយទៀតគឺប្រភេទ helicopter នេះការបញ្ជាគឺស្តៀងយន្តហោះhelicopter មែនតើណាហើយប្រវែងវាក៏គួរសមដែរជាងមួយចាមបាទហើយប្រភេទកន្ទុយខាងក្រោយជាដែកហៅអាលុយមីញ៉ូមណាអញ្ចឹងវាធន់ក្នុងការលេងបុកប៉ះពីអត់ងាយបាក់បែកបាទប្រភេទនេះគឺវាមាន motor កដាលចំនួន2គ្រាប់ខាងក្រោយ motor មួយសម្រាប់បញ្ជាតមុខតក្រោយរេឆ្វេងរេស្ដាំណាបាទអញ្ចឹងសម្រាប់ model នេះដែរគឺយើងមាន2ពណ៌ណាមានពណ៌ខៀវនិងពណ៌ក្រហមហើយនេះគឺជា tele របស់វាបាទ tele របស់វាគឺប្រើថ្មប្រភេទ A2 ដងហៅថ្មកដាលចំនួន2គ្រាប់ហើយតកតងនឹងការបញ្ជាផ្សេងនឹងបង្ហាញបងប្អូននៅវីដេអូបន្ទាប់ផងដែរអញ្ចឹងនេះគឺជាវីដេអូតកតងនឹងការបង្ហាញរូបរាងនិងគ្រឿងក្រៅដែលយើងទទួលបាននៅពេលដែលយើង unboxing ណាអញ្ចឹងមួយដែលត្រូវការប្រភេទhelicopter model M6 នេះអាចតាក់ទងមកទិញ SRC បានតន់មាន promotion ស៊េរីឆ្នាំ2026នេះតន់មាន stock ផងដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេចាំយើងទស្សនាតាក់ទងវីដេអូព្រានរបស់គ្នាបាទ